រដ្ឋមន្ត្រីក្រសួងទេសចរប្រតិការបនទន្លេលើកទី9ខេត្តតាកែវធ្វើជាម្ចាស់ផ្ទះនិងជំរុញកំណើនសេដ្ឋកិច្ចដល់ពលរដ្ឋក្នុងខេត្តកាន់តែរីកចម្រើនថែមទៀតរដ្ឋមន្ត្រីក្រសួងទេសចរឯកឧត្តមហ៊ូតហាក់បានចាត់ទុកព្រឹត្តិការណ៍បនទន្លេលើកទី9ដែលខេត្តតាកែវធ្វើជាម្ចាស់ផ្ទះនិងជួយជំរុញកំណើនសេដ្ឋកិច្ចកាន់តែរីកចម្រើនថែមទៀតដល់បងប្អូនប្រជាពលរដ្ឋផងនិងកំណើនសេដ្ឋកិច្ចដល់ខេត្តខ្លួនផងតាមរយៈកំណើនភ្ញៀវទេសចរជាតិនិងអន្តរជាតិថ្លែងនៅក្នុងឱកាសបើកកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងដើម្បីត្រួតពិនិត្យមើលវឌ្ឍនភាពការងារត្រៀមរៀបចំបនទន្លេលើកទី9ឆ្នាំ2025នៅខេត្តតាកែវនាព្រឹកថ្ងៃច័ន្ទទី17ខែមីនាឆ្នាំ2025ឯកឧត្តមហ៊ូតហាក់រដ្ឋមន្ត្រីក្រសួងទេសចរបានមានប្រសាសន៍បន្តថាគោលបំណងសំខាន់3នៃការរៀបចំពិធីបុណ្យទន្លេគឺទី1ជំរុញលើកតម្លៃនិងផ្សព្វផ្សាយសក្តានុពលរបស់ខេត្តតាមបណ្ដាមាត់ទន្លេហើយសម្រាប់ខេត្តដែលនឹងក្លាយជាម្ចាស់ផ្ទះនៃបុណ្យទន្លេគឺមានឱកាសច្រើនក្នុងការបង្ហាញឬអួតអំពីសក្តានុពលទេសចរដែលមាននៅក្នុងដែនដីរបស់ខ្លួនជូនដល់សាធារណជនមជ្ឈដ្ឋានជាតិនិងអន្តរជាតិទី2ការចូលរួមគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការយកចិត្តទុកដាក់អនុវត្តអភិវឌ្ឍតំបន់តាមដងទន្លេនិងចូលរួមសម្រេចឲ្យបាននូវយុទ្ធសាស្ត្រពិពិធកម្មទេសចរតាមរយៈការបង្កើតព្រឹត្តិការណ៍ទេសចរថ្មីៗនៅតាមខេត្តដងទន្លេនៃព្រះរាជាណាចក្រកម្ពុជាយើងឯកឧត្តមរដ្ឋមន្ត្រីបន្តថាបើនិយាយអំពីទេសចរគឺយើងត្រូវរៀបចំព្រឹត្តិការណ៍យ៉ាងម៉េចឲ្យមានការទាក់ទាញហើយធ្វើយ៉ាងណាដើម្បីចល័តភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិឲ្យពួកគាត់អញ្ជើញទៅកន្លែងព្រឹត្តិការណ៍ទាំងនេះជាគោលដៅរបស់យើងហើយគោលដៅទី3ការបំផុសចលនាមហាជនឲ្យចូលរួមក្នុងការងារអភិរក្សនិងអភិវឌ្ឍធនធានទន្លេប្រកបដោយនិរន្តរភាពនិងការទទួលខុសត្រូវព្រមទាំងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋឲ្យចូលរួមក្នុងសកម្មភាពក្នុងការបង្កើនសោភ័ណភាពនិងភាពទាក់ទាញការយកចិត្តទុកដាក់លើបញ្ហាបរិស្ថានអនាម័យបរិស្ថានក្រុងសហគមន៍សម្ដៅទាក់ទាញធ្វើយ៉ាងណាឲ្យមានកំណើនទាំងភ្ញៀវទេសចរជាតិនិងអន្តរជាតិឯកឧត្តមហ៊ូតហាក់បានបញ្ជាក់ថាព្រឹត្តិការណ៍បុណ្យទន្លេនេះនឹងជំរុញការអភិវឌ្ឍនិងកំណើនសេដ្ឋកិច្ចជាតិរបស់យើងបើកាលណាមានព្រឹត្តិការណ៍គឺនឹងមានការចូលរួមពីភ្ញៀវទេសចរទាំងនៅក្នុងមូលដ្ឋានទាំងជាតិនិងអន្តរជាតិហើយផលចំណេញគឺបានទៅដល់សេដ្ឋកិច្ចរបស់ខេត្តរបស់មូលដ្ឋាននិងរបស់ជាតិធ្វើឲ្យមានកំណើននិងការចូលរួមលើកកម្ពស់អភិវឌ្ឍភាពបៃតងដោយយើងយកចិត្តទុកដាក់គិតគូរអំពីធនធានវប្បធម៌ធម្មជាតិភាពបៃតងនិងបរិស្ថានជាពិសេសអ្វីដែលយើងយកចិត្តទុកដាក់ជាងគេគឺភាពជាខ្មែរទម្រង់ជាខ្មែរតែម្ដងដើម្បីឲ្យយើងមានឱកាសនិងលទ្ធភាពកាន់តែច្រើនថែមទាំងក្នុងការផ្សព្វផ្សាយវប្បធម៌ទេសចរនិងអ្វីៗផ្សេងទៀតជារបស់ខ្មែរសូមជម្រាបជូនថាក្រសួងទេសចរនិងរដ្ឋបាលខេត្តតាកែវបានរៀបចំកីឡា10ប្រភេទសម្រាប់ឲ្យមហាជនចូលរួមលេងកម្សាន្តរួមមាន1កីឡាជិះកង់ចម្ងាយ75គីឡូម៉ែត្រភ្នំពេញតាកែវ2កីឡារត់កម្សាន្តមហាជន1200នាក់3កីឡាអុកចាក់ក្រងមហាជន4កីឡាកម្សាន្តរែកបាយខុំលោតមឹក5កីឡាបាល់ទះមហាជន6កីឡាប៊ូលប៉េតង់មហាជនទី7កីឡាទូកាណូកាយ៉ាក់មហាជន8ការបង្ហោះគោមរួមគ្នា500គោមទី9កីឡាគុនខ្មែរនិងទី10កីឡាសម្ដែងប៉ារ៉ាម៉ូទ័រ